ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំមានមុខម្ហូបសម្លប្រហើរហើយចំពោះសម្លប្រហើររបស់នាងខ្ញុំថ្ងៃនេះគឺកាត់ទៅនឹងសម្លសម្លក់ហើយបងប្អូនប្រកាសជាឆ្ងល់ហើយចាសម្លប្រហើរកាត់សម្លសម្លក់យ៉ាងម៉េចអូខេចាបើសិនបើជាបងប្អូនចង់ដឹងថាសម្លប្រហើរកាត់សម្លសម្លក់នោះចាសូមបងប្អូនតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នាហើយចំពោះសម្លប្រហើររបស់នាងខ្ញុំនេះក៏អាចស្រូបញ៉ាំជាមួយនឹងនំបញ្ចុកចាឬមួយក៏តាំងហ៊ុនក៏បានដែរគឺថាមានរសជាតិឆ្ងាញ់ដូចគ្នាឥឡូវនេះសូមបងប្អូនតាមដានពីរបៀបចម្អិនក៏ដូចជាគ្រឿងផ្សំជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចាចំពោះគ្រឿងផ្សំសម្លប្រហើរឬមួយក៏សម្លសម្លក់នេះគឺគ្រឿងផ្សំតែមួយគ្រាន់តែថាសម្លប្រហើរយើងបុកគ្រឿងហើយសម្លសម្លក់គឺយើងញីសក្តិដាក់ឥឡូវនេះសូមបងប្អូនតាមដានពីរបៀបចម្អិនជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងនេះគឺនាងខ្ញុំមកបុកគ្រឿងសិនហើយចំពោះគ្រឿងសម្លប្រហើរចាក៏មានជាមួយនឹងគល់ស្ក្រីមានស្ក្រីមានរមៀតមានខ្ទឹមសហើយនិងខ្ជាយចាគឺនាងខ្ញុំបុកគ្រឿងឲ្យម៉ត់បន្ទាប់ពីគ្រឿងម៉ត់ហើយក៏ដាក់សាច់ត្រីចូលទៅបុកចាបន្ទាប់ពីបានបុកសាច់ត្រីរាល់ហើយសាច់ត្រីគឺអត់ចាំបាច់បាពីត្បាល់ទេបងប្អូនហើយចាគឺទុកនៅក្នុងត្បាល់នឹងហើយពីព្រោះអីកុំឲ្យប្រឡាក់ចានច្រើនអូខេឥឡូវនេះក៏នាងខ្ញុំមកដាំទឹកបន្ទាប់ពីទឹកពុះហើយក៏ជ្រុំជាមួយនឹងប្រហុកបន្តមកទៀតក៏នាងខ្ញុំបងបន្លែរឹងចូលទៅមុនចាបន្លែរឹងក៏មានជាមួយនឹងមើមត្រាវហើយនឹងល្ពៅចាបងបន្លែរឹងចូលទៅមុនហើយបន្តមកទៀតក៏នាងខ្ញុំបងជាមួយនឹងល្ហុងហើយតឡាចចាហើយក៏បន្ទាប់មកទៀតគឺតហ្នឹងគឺបងគ្រឿងផ្សំបន្តដូចបងប្អូនបានឃើញអញ្ចឹងចាបន្លែរឹងគឺយើងបងមុនហើយបន្លែតុនគឺយើងបងទៅតាមក្រោយសម្លប្រហើររបស់នាងខ្ញុំថ្ងៃនេះក៏លាយជាមួយនឹងសាច់ខ្ចៅមួយដែរចាដោយសារថាឃើញខ្ចៅតលេល្អសាច់ធាត់អញ្ចឹងក៏នឹកឃើញថាបើសិនជាស្លប្រហើរបងសាច់ខ្ចៅក៏រសជាតិបែបម៉េចអញ្ចឹងណាចារសជាតិមានមិនទេបងប្អូនហើយគឺឆ្ងាញ់អូខេចាគឺថាមានរសជាតិឆ្ងាញ់ខ្លាំងមែនតើហើយកាលពីក្បែរវីដេអូនោះក៏នាងខ្ញុំបាននិយាយថាថ្ងៃនេះក៏នាងខ្ញុំស្លប្រហើរកូនកាត់ជាមួយនឹងស្លស្លាក់ទៅហ៎ចាស្លប្រហើរកូនកាត់ស្លស្លាក់នោះគឺថាអ្នកនៅក្នុងផ្ទះខ្ញុំចាសមាជិកនៅក្នុងផ្ទះគាត់ញ៉ាំស្លប្រហើរពេលដែលញ៉ាំស្លប្រហើរគាត់កោវឹករកសាច់ត្រីចាសាច់ត្រីគាត់ភ្លេចគិតថាសាច់ត្រីបានបុកម៉ត់ហើយអញ្ចឹងណាអញ្ចឹងហើយស្លលើក្រោយគឺបុកទាំងសាច់ត្រីក៏បន្ថែមជាមួយនឹងសាច់ត្រីអាំងតែម្ដងចាឲ្យវាអញ្ចឹងទៅឲ្យច្បាស់អូខេចាឥឡូវនេះស្លប្រហើររបស់នាងខ្ញុំគឺបានស្អិតរីរាល់ហើយក៏នាងខ្ញុំចង់បញ្ជាក់ទៅកាន់បងប្អូនដែលគាត់អត់ទាន់ចេះស្លប្រហើរចាស្លប្រហើរគឺយើងបុកគ្រឿងហើយគឺយើងបុកត្រីប៉ុន្តែបើស្លស្លក់គឺយើងអត់បុកត្រីទេចាត្រីគឺយើងកាត់ដាក់ទាំងដុំហើយគ្រឿងគឺយើងអត់បុកទេគឺយើងញីគល់សក្តិឬមកគល់សក្តិដាក់តែម្ដងឥឡូវនេះសម្លប្រហើរកូនកាត់សម្លសម្បត្តិរបស់នាងខ្ញុំគឺបានរៀបចំរួចរាល់ហើយគឺថាតំណងញ៉ាំមែនតែនហើយវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំបើសិនបើជាបងប្អូនពេញចិត្តរកការបង្ហាញរបស់នាងខ្ញុំសូមបងប្អូនជួយ follow ក៏ដូចជា like ហើយនិង share ចែករំលែកដើម្បីទទួលបាននូវវីដេអូថ្មីៗរបស់នាងខ្ញុំចាអរគុណ